តើអ្នកបានដឹងអ្វីខ្លះអំពីបញ្ហាស្បែកស្ងួតនៅក្នុងរដូវត្រជាក់នេះ? 1. និយមន័យ ស្បែកស្ងួតគឺជាប្រភេទស្បែកដែលបាត់បង់សំណើមនិងស្ងួត ហើយស្បែកចាប់ផ្ដើមឡើងក្រហមរមាស់មានរបកនិងជ្រួញហើយជួនកាលអាចស្ងួតខ្លាំងរហូតចេញឈាមថែមទៀតផង 2. មូលហេតុបង្ក អាកាសធាតុត្រជាក់ជាពិសេសរដូវរងា ស្ថិតក្នុងលក្ខខណ្ឌសីតុណ្ហភាពក្ដៅឬក្ដៅល្មម ងូតទឹកក្ដៅញឹកញាប់ឬជាប្រចាំ ប្រើប្រាស់សាប៊ូដុសខ្លួនដែលមានគុណភាពទាប ឬសាប៊ូដុសខ្លួនដែលផ្ទុកនូវសារធាតុធ្វើឲ្យបាត់បង់សំណើមរបស់ស្បែក បញ្ហាស្បែកដូចជាមនុស្សចំនួនមានបញ្ហាស្បែកស្ងួតរបស់ខ្លួនផ្ទាល់ បរិភោគអាហារខ្វះប្រូតេអ៊ីននិងសម្បូរជាតិខ្លាញ់វាមិនត្រឹមតែធ្វើឲ្យខូចរាងដ៏ស្រស់ស្អាតរបស់អ្នកនោះទេ ថែមទៀតធ្វើឲ្យស្បែកស្ងួតទៀតផង ប្រើប្រាស់គ្រឿងសម្អាងដែលមិនត្រូវនឹងប្រភេទស្បែករបស់អ្នកនិងអ្នកលាងសម្អាតគ្រឿងសម្អាងចេញពីស្បែករបស់អ្នកមិនបានជ្រះស្អាតល្អបន្សល់ទុកម្សៅគ្រឿងសម្អាងនៅជាប់នឹងរន្ធរបស់ស្បែកជាមូលហេតុធ្វើឲ្យស្បែកស្ងួតខាងក្រៅនិងខ្លាញ់ខាងក្នុង ផឹកកាហ្វេនិងសូរ៉ាច្រើនពេក កង្វះលំហាត់ប្រាណប្រចាំថ្ងៃ ចំពោះស្ត្រីដែលមានរដូវមិនទៀងទាត់ដែលជួនកាលអាចមករដូវតិច ឬច្រើនពេកនិងស្ត្រីអស់រដូវក៏ប្រឈមនឹងបញ្ហាស្បែកស្ងួតផងដែរ 3. ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យនៃបញ្ហាស្បែកស្ងួតគឺថាប្រសិនបើស្បែកស្ងួតពុំទាន់ធ្ងន់ធ្ងរអ្នកជំងឺគួរតែបង្កើនការផឹកទឹកឲ្យបានច្រើនបញ្ឈប់ទម្លាប់ដែលជាមូលហេតុធ្វើឲ្យស្បែកស្ងួតដូចបានរៀបរាប់ខាងលើដោយឡែកក្នុងករណីកត់សម្គាល់ឃើញថាស្បែករបស់អ្នកស្ងួតធ្ងន់ធ្ងរសូមអញ្ជើញរុះរាន់មកពិនិត្យស្បែកជាមួយវេជ្ជបណ្ឌិតឯកទេសសិស្សស្បែកដើម្បីទទួលយកសេវាថែទាំនិងព្យាបាលឲ្យបានទាន់ពេលវេលា 4. ផលវិបាក បង្កឲ្យស្បែកប្រែជាក្រហមរបកនិងរលាកធ្ងន់ធ្ងរហើយហុចឱកាសនិយមដល់ជំងឺផ្សេងផងដែរដូចជាងាយអាឡែកស៊ីជាមួយសារធាតុប្រតិកម្មពីខាងក្រៅនិងជំងឺតាអុសស្ងួតជាដើម ជួនកាលបាក់តេរីចូលទៅក្នុងស្បែកបង្កជារោគលើស្បែក ធ្វើឲ្យកោសិកាស្បែកឆាប់ខូចខាតឆាប់ចាស់និងជ្រីវជ្រួញជាងវ័យ 5. ការព្យាបាល ផ្ដល់សំណើមដល់ស្បែកតាមមធ្យោបាយផ្សេងជាពិសេសបន្ទាប់ពីងូតទឹករួចហើយកុំងូតទឹកក្នុងរយៈពេលយូរពេកនិងកុំងូតទឹកក្ដៅញឹកញាប់ពេក ជ្រើសរើសសាប៊ូដុសខ្លួនដែលត្រូវនឹងស្បែករបស់អ្នកនិងផ្ទុកសារធាតុកាត់សំណើមក្នុងកម្រិតទាបនិងគួរតែបញ្ឈប់ការដុសសាប៊ូដុំ ក្នុងរដូវត្រជាក់គួរតែស្លៀកសម្លៀកបំពាក់ជិតនិងក្នុងរដូវក្ដៅគួរតែរកកន្លែងត្រជាក់និងជៀសវាងហើរខ្លួនឲ្យត្រូវកម្ដៅថ្ងៃយូរ បរិភោគអាហារដែលសម្បូរវីតាមីនចំពោះស្បែកជាប្រចាំ បង្កើនការផឹកទឹកយ៉ាងហោចណាស់ឲ្យបាន 8 កែវក្នុងមួយថ្ងៃ 5. វិធីបង្ការ បន្ថយឬបញ្ឈប់ការងូតទឹកក្ដៅវណ្ហោះជាពិសេសក្នុងខែរងាអាកាសធាតុត្រជាក់ជាមូលហេតុធ្វើឲ្យស្បែកស្ងួតដូច្នេះប្រសិនបើអ្នកងូតទឹកក្ដៅវណ្ហោះទៀតនោះស្បែករឹតតែស្ងួតខ្លាំងឡើង គួរជ្រើសរើសសាប៊ូដុសខ្លួនត្រូវនឹងស្បែករបស់អ្នកនិងជៀសវាងសាប៊ូដុំមានគុណភាពទាបព្រោះវាធ្វើឲ្យស្បែកស្ងួត បរិភោគអាហារដែលសម្បូរវីតាមីនចំពោះស្បែកជាប្រចាំ ធ្វើលំហាត់ប្រាណឲ្យបានជាប្រចាំ បង្កើនការផឹកទឹកនិងឲ្យបានត្រឹមត្រូវ 8 កែវក្នុងមួយថ្ងៃ